តំណងណាស់បងប្អូនអើយចែករំលែកធ្វើតាំងហូឡូបានជោគជ័យទាំងលើកដំបូងកុំខកខ្លួនដូចខ្ញុំទៅទិញ strawberry បកក់យកមកធ្វើណា strawberry នឹងបានតែធ្វើ smoothie ញ៉ាំទេឡើងសាបឡើងជូរបានទេខ្ញុំចេញដំណើរទៅទិញ strawberry បានមុនហ្នឹងទៅទិញ strawberry កក់នឹងម្ដងឥឡូវទៅទិញ strawberry ស្រស់មកសិននាំតែឃើញ strawberry កន្លែងធូរថ្លៃហើយឆ្ងាញ់ឥឡូវយើងយក strawberry ហ្នឹងទៅត្រាំអំបិលសិនមកប្រអប់ហ្នឹង27,000ដែរហ្នឹងណាអត់មានលុយទិញ$25មកញ៉ាំទេសំខាន់អត់ហ៊ានបន្ថយខ្លាច fail ឃើញខ្ញុំត្រាំតកក់ហ្នឹងណាគឺខ្ញុំចង់ឲ្យ strawberry នឹងត្រជាក់ឃើញស្រួយណាប៉ុន្តែខ្ញុំឃើញវីដេអូគេធ្វើ fail ច្រើនណាស់ឲ្យ fail ទី1បងប្អូនត្រូវជូត strawberry នឹងឲ្យស្ងួតហើយយើងដើរចកាដាក់ក្នុងទូកក់រយៈពេល1ម៉ោង2ម៉ោងដាក់ទូទឹកកកអញ្ចឹងហើយធ្វើឲ្យ strawberry យើងត្រាំស្ករក្តៅក៏វានៅតែ fresh ក្នុងពេលរងចាំកុំឲ្យតែណែមាត់ពេកខ្ញុំយកមីស្រួយកូបេមកញ៉ាំនេះហាច់ភ្លាមញ៉ាំភ្លាមហ្មងហើយមាន2រសជាតិរសជាតិអត់ហឹរជាមួយរសជាតិហឹរសម្រាប់មីកូបេគឺធ្វើពីស្រូវសលៃជាមួយនឹងប្រេងបន្លែហើយបានស្រូវជាមួយនឹងគ្រឿងសមុទ្រម្ទេសកូរ៉េពីលើមីនិយាយទៅគ្រឿងគេឡើងសប់ល្អហ្មងយើងញ៉ាំទៅមួយម៉ាត់ណាក៏ជាតិដែរមកកញ្ចប់បាត់តែ500លើខ្មែរទេកញ្ចប់មីវិញឡើងក្រាស់ល្អរក្សាបានរសជាតិនិងគុណភាពរបស់មីបើប្រអប់វិញក៏ក្រាស់ល្អដែរងាយស្រួលតាំងបង្ហាញសម្រាប់បងប្អូនអ្នកលក់ហ្មងព្រមតែមានសុវត្ថិភាពក្នុងការទទួលទានសម្រាប់ Halal Food 100% សម្រាប់មីកូបេគឺគិតដល់សុវត្ថិភាពគុណភាពនិងរសជាតិក្នុងមួយកែគឺមាន6ប្រអប់ធំក្នុងមួយប្រអប់ធំមានរហូតដល់30កញ្ចប់តូចគឺទម្ងន់រហូតដល់18ក្រាមនិយាយទៅមីច្រើនមែនតើKOBE មីស្រួយកូបេមីស្រួយកូរ៉េឡើងស្រួយខ្ញាំងហ្មងមីកូបេគឺរសជាតិកូរ៉េពិតហ្មងបងប្អូនកុំភ្លេចសាក់ញ៉ាំណាមកថាតែ500ឲ្យឆ្ងាញ់ទៀតឥឡូវយើងទៅធ្វើស្ករម្ដងខ្ញុំដាក់ស្ករ8ស្លាបព្រាទឹក4ស្លាបព្រានិយាយទៅយើងដាក់ស្ករប៉ុន្មានក៏បានដែរទៅដាក់ទឹកពាក់កណ្ដាលស្ករហើយហាមកូរណាអត់ប៉ះអីទាំងអស់បងប្អូនអាចកវីខ្ទះដូចខ្ញុំបានឲ្យស្ករនឹងវាបានសប់ពេលឃើញស្កររលាយហើយសាក់យកស្ករនឹងដាក់ក្នុងទឹកកកបងឃើញវាតែងក្នុងទឹកគឺអត់ត្រូវទេណាបងប្អូនទុកមួយស្ទុះទៀតពេលស្ករជួបទឹកកកឲ្យវារឹងហ្មងបានរឹងបែបអញ្ចឹងពេលហ្នឹងបងប្អូនបិទភ្លើងភ្លាមប្រកាសថាចិត្តដៃយើងគឺមាន strawberry ជាមួយទឹកកកហូរខ្ទះទទួលដូចខ្ញុំបានដែរបងប្អូនស្រួលជ្លក់វាជ្លក់ហើយគឺយើងត្រាំទឹកកកភ្លាមទី1ឲ្យ strawberry យើងនៅស្រស់ទី2កុំឲ្យស្ករនឹងហៀហើយស្រួយឆ្ងាញ់ខ្ញុំមិនដឹងស្មានថាខ្ញុំធ្វើបានសម្រាប់សោះពេលដែល strawberry យើងជូតអត់ទាន់ស្ងួតហើយយើងជ្លក់ស្ករទៅគឺវាជាប់ជាមួយនឹង strawberry ដូចអញ្ចឹងទេសង្ឃឹមថាបងប្អូនធ្វើបានសម្រាប់ណាឆ្ងាញ់ណាស់បងប្អូនជួបអែមខ្ញុំចង់ញ៉ាំទៀតបងប្អូននេះឆ្ងាញ់ណាស់មកខ្ញុំធ្លាប់ញ៉ាំម្ដងម៉ែហងចង់បាក់ថ្មីតែដឹងមិនធ្វើខ្លួនឯងដូចស្រួយឆ្ងាញ់ម៉េះ